ពីជាងឈើធម្មតាក្លាយទៅជាស្ថាបនិកដំបូងរបស់ក្រុមហ៊ុន Suzuki ដែលពិភពលោកទទួលស្គាល់ស្ថាបនិកដែលធ្លាប់មានប្រវត្តិជាកូនជាងឈើម្នាក់នេះគឺលោក Suzuki Michio តែលោកមានប្រវត្តិនឹងការចាប់ផ្ដើមយ៉ាងដូចម្ដេចលោក Suzuki Michio កើតនៅឆ្នាំ1887ក្នុងតំបន់ Nesumino ដែលសព្វថ្ងៃស្ថិតនៅទីក្រុង Hamamatsu ខេត្ត Shizuoka កាលនោះនៅទីនោះដីពុំសូវសម្បូរជីវជាតិស្ទើរតែមិនអាចដាំដំណាំបានគ្មាននរណាម្នាក់អាចស្មានទោះតែសោះថាកូនប្រុសទី2ក្នុងចំណោមបងប្អូនប្រុស4នាក់របស់គ្រួសារត្រកូល Suzuki រូបនេះនឹងក្លាយជាមនុស្សម្នាក់ដែលអាចបង្កើតម៉ាក Suzuki ដែលទូទាំងពិភពលោកបានទទួលស្គាល់ដូចសប្តាហ៍នេះទេការបោះបង់ការសិក្សានៅសាលាប៉ុន្តែមិនបោះបង់ការរៀនសូត្រនៅក្រៅសាលាអ្វីត្បិតតែ Suzuki Michio ជាក្មេងឆ្លាតមានទេពកោសល្យខាងគូររូបនិងជាងឈើក៏ដោយប៉ុន្តែកុមារារូបនេះតែងរងការសម្លុតពីសំណាក់សិស្សផ្សេងទៀតនៅសាលាដែលធ្វើឲ្យសម្រាប់ចិត្តបោះបង់ការសិក្សាត្រឹមថ្នាក់បឋមសិក្សាតាមរយៈដំបូងមានជីតាលោកបានទៅធ្វើជាកូនជាងឈើម្នាក់នៅកណ្ដាលទីក្រុង Hamamatsu ដែលជាកន្លែងឧស្សាហកម្មវិញ្ញាណភ័ណ្ឌនិងការងារដែលកំពុងរីកចម្រើននៅពេលនោះពីជាងឈើទៅជាអ្នកបង្កើតម៉ាស៊ីនត្បាញនៅទីនោះលោកបានរៀនអំពីភាពហ្មត់ចត់ការច្នៃប្រឌិតនិងការគិតអំពីអ្នកប្រើប្រាស់មុនគេនៅឆ្នាំ1909គាត់បានបង្កើត Suzuki Loomwork និងចាប់ផ្ដើមផលិតម៉ាស៊ីនត្បាញម៉ាស៊ីនដែលលោកបានបង្កើតដំបូងលោកបានជូនទៅម្ដាយរបស់ខ្លួនមុនគេលោកពិតជាមានភាពរីករាយដោយម៉ាស៊ីននេះជួយសម្រួលដល់កម្លាំងម្ដាយរបស់លោកយ៉ាងក្រៃលែងការផលិតមិនមែនដើម្បីបំពេញចិត្តអ្នកបង្កើតទេប៉ុន្តែដើម្បីអ្នកដែលត្រូវប្រើវាគំនិតនេះคล้ายទៅជាគ្រឹះទស្សនៈរបស់លោក Suzuki Michio ម៉ាស៊ីនត្បាញ Suzuki ទទួលបានការគាំទ្រយ៉ាងខ្លាំងនៅអាស៊ីរហូតដល់ពាក្យ Suzuki คล้ายជាឈ្មោះហៅទូទៅសម្រាប់ម៉ាស៊ីនត្បាញនៅឆ្នាំ1920គាត់បានបង្កើត Suzuki Loomco Ltd ដែលមានបុគ្គលិកជាង100នាក់នៅអាយុ49ឆ្នាំ Suzuki Michio យល់ថាម៉ាស៊ីនត្បាញមិនអាចជាអនាគតតែមួយទេគាត់រួមចូលរថយន្ត Aston 7 មករស់រើសិក្សានិងបង្កើតរថយន្តដោយផ្ទាល់ខ្លួនឆ្នាំ1939លោក Suzuki Michio បង្កើតរថយន្តកង់4គំរូបានដោយជោគជ័យប៉ុន្តែជាអកុសលដោយសារតែសង្គ្រាមអ្វីគ្រប់យ៉ាងបានផ្អាកទាំងអស់ក្រោយសង្គ្រាមរស់ឡើងវិញពីចំណុច0ម្ដងទៀតរោងចក្រត្រូវបានឆេះបុគ្គលិកសល់តិចតួចផលិតផលដែលជួយសង្គ្រោះក្រុមហ៊ុនគឺម៉ូតូ Power Free នៅក្នុងឆ្នាំ1952រហូតដល់ឆ្នាំ1955លោក Suzuki Michio បង្ហាញ Suzu Line ជារថយន្តខៃដំបូងរបស់ជប៉ុនវាតូចប៉ុន្តែឆ្លាតវៃមានគុណភាពនិងសមស្របសម្រាប់ប្រទេសដែលមានផ្លូវតូចនេះគឺជាចំណុចចាប់ផ្ដើមនៃការផលិតយានយន្តដែលធ្វើឲ្យ Suzuki ក្លាយជាក្រុមហ៊ុនយានយន្តដ៏ធំរបស់ពិភពលោករហូតមកដល់សប្តាហ៍ថ្ងៃនេះលោក Suzuki Michio ក៏ធ្លាប់បានឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង Hamamatsu ផងដែរហើយលោកត្រូវបានជាប់ឆ្នោតនិងបម្រើការងារជាសមាជិកក្រុមប្រឹក្សារយៈពេល8ឆ្នាំលោកបានទទួលមរណភាពនៅថ្ងៃទី29ខែតុលាឆ្នាំ1982ក្នុងអាយុ92ឆ្នាំនៅទីក្រុង Hamamatsuមរតកដែលលោកបន្សល់ទុកមកដល់សប្តាហ៍ថ្ងៃគឺក្រុមហ៊ុន Suzuki ដែលជាក្រុមហ៊ុនម៉ាករថយន្តនិងម៉ូតូដ៏ធំមួយរបស់ពិភពលោកអតីតកូនជាងឈើម្នាក់បានក្លាយទៅជាស្ថាបនិកក្រុមហ៊ុនដ៏ធំនេះគឺជាភស្តុតាងថាភាពក្រីក្រមិនអាចបិទអនាគតបានទេប្រសិនបើមានចក្ខុវិស័យនិងភាពក្លាហាននេះគឺជារឿងរ៉ាវដ៏អស្ចារ្យនៃជីវិតរបស់លោក Suzuki Michio